ពុកខ្ញុំកំពុងរៀបចំឡានទៅទទួលពុកហើយហេកូនប្រុសឡានពុកទិញរួចហើយតបគ្រឿងម៉ូដែលកំពូលបងលុយសុទ្ធហ្មងហើយឆ្លៀតពេលនៅហាងនេះពុកក៏រើបានកូនប្រសាស្រីស្អាតដូចទេពធីតាថ្ងៃក្រោយយើងទាំងពីរអាចញ៉ាំសាច់ជ្រូកដ៏ឆ្ងាញ់បានហើយពុកឯងកុំចេះតែលេងសាច់ពេកពុកកុំលេងសាច់ពេកពុកមិនបានលេងសាច់ទេកូនប្រុសប្រពន្ធថៃនឹងពុកត្រូវគេជិះជាន់នៅក្នុងហាងនេះហើយមានអប្រធានជ្រូកធាត់ម្នាក់ត្រកូវ៉ានិងមីកញ្ជ្រោងកាច់ឆ្នះម្នាក់ឈ្មោះលីណាអំបាញ់មិញជិះពុកថាជាអ្នកសំទានថែមទាំងហើយសន្តិសុខមកវីពុកទៀតហើយចង់ដណ្ដើមលុយភាគរយប្រពន្ធឯងទៀតជំនួយការលីមានរឿងអីកើតឡើងលោកអគ្គនាយកនារីដែលលោកកំពុងតាមរកឃើញហើយថាម៉េចពួកឯងរកនាងឃើញហើយឥឡូវនាងនៅណាស៊ើបដឹងថានាងកំពុងហាត់ការនៅហាងឡានឌីងសឹងហាងឡានទំនើបឌីងសឹងមិនក៏ចៃដន្យម្លេះពុកប្រាប់នាងឲ្យចាំខ្ញុំ10នាទីខ្ញុំនឹងនាំប្រធានក្រុមហ៊ុនឌីងសឹងទៅដល់ទីនោះផ្ទាល់ថ្ងៃនេះនរណាហ៊ានប៉ះនាងសំបីម្នាក់ក៏មិនអាចដើរចេញដោយស្រួលដែរបានខ្ញុំឲ្យឯងមើលថាយ៉ាងម៉េចហៅថាខ្លាំងខ្ញុំទេឲ្យបងជីដូនមួយខ្ញុំមកឥឡូវនេះអ្នកចាត់ការទូទៅហាងនេះគឺជាបងជីដូនមួយបង្កើតរបស់ខ្ញុំឯងហៅអ្នកណាមកក៏ខ្ញុំឲ្យពួកឯងវេទនាដែរអ្នកចាត់ការទូទៅហាងនេះគឺជាបងជីដូនមួយបង្កើតរបស់ខ្ញុំឯងហៅអ្នកណាមកក៏ខ្ញុំឲ្យពួកឯងវេទនាដែរត្រូវហើយប្រធានវាងឆាប់ហៅអ្នកចាត់ការទូទៅមកលីនយីនាងហ៊ានខុបខិតជាមួយអ្នកក្រៅប្រឆាំងក្រុមហ៊ុនចាំអ្នកចាត់ការមកដល់នាងច្បាស់ជាចប់មិនខានកូនស្រីកុំខ្លាចអីអាកូនប្រុសថ្វីអាកូនប្រុសសៅកែរបស់ពុកវានិយាយហើយគឺនិយាយម៉ាត់ណាម៉ាត់នឹងហើយ10នាទីខ្វះ1វិនាទីពុកទៅវាដល់កន្លែងមកទៅស្លាកលេខ0001នោះគឺអ្នកក្តោបក្តាប់សេដ្ឋកិច្ចពេញឡានទីកងខ្លួនរបស់ប្រធានក្រុមហ៊ុនឈីងធានលោកអើយទ្វារឡានបើកហើយនរណាមកបង្កកលាចរនៅកន្លែងខ្ញុំបងគឺតាតែម្នាក់នេះនឹងក្មេងហាត់ការលីនយីនឹងហើយពួកគេមិនត្រឹមតែមករករឿងទេថែមទាំងហ៊ានវាខ្ញុំទៀតបងឆាប់ឲ្យសន្តិសុខអូសក្បាលពួកគេចេញទៅលីនយីគឺពិតជាអូនមែនបងតាមរកអូនពេញ4ឆ្នាំហើយតើអូនដឹងទេថាបងតាមរកអូន4ឆ្នាំហើយគឺគូសៀវអ៊ូអាយ៉ាតាមពិតអ្នកទាំងពីរស្គាល់គ្នាតាំងពីយូរមកហើយតាហាកូនប្រុសពុកថាមែនកូនស្រីនេះចិត្តល្អណាស់ថែមទាំងធ្វើសាច់ជ្រូកឲ្យពុកតាមពិតទេពធីតាដែលជួយសង្គ្រោះឯងកាលនោះគឺជានាងសោះនេះគេហៅថាអីនេះគេហៅថាគូព្រេងជាគូសាំងពីជាតិមុនហើយលោកអគ្គនាយកគូតាលោកមានបញ្ជាអ្វីពួកអាមានភ្នែកអត់ប្រស្រីអស់នេះស្រេចតែលោកចាត់ការចុះទី1ពួកគេទាំង3នាក់នេះខ្ញុំមិនចង់ឃើញមុខនៅទីក្រុងនេះទៀតទេឲ្យពួកគេលីមុខពីវិស័យលក់ឡាននេះឲ្យអស់ទទួលបញ្ជាខ្ញុំនឹងចាត់ការភ្លាមបញ្ជូនបញ្ជីខ្ញុំទៅបិទផ្លូវរកស៊ីជីវគូឈៀងទូទាំងវិស័យនេះវាងជានកៅនិងលីណាបញ្ចូលក្នុងបញ្ជីខ្មៅជារៀងរហូតបិទផ្លូវរកស៊ីជីវគូឈៀងទូទាំងវិស័យនេះវាងជានកៅនិងលីណាបញ្ចូលក្នុងបញ្ជីខ្មៅជារៀងរហូតអីលោកប្រធានអត់ទោសឲ្យពួកខ្ញុំផងអគ្គនាយកគូអត់ទោសឲ្យខ្ញុំផងអាយទី2ឡានស៊េរីទំនើប10គ្រឿងដែលពុកខ្ញុំកំងថ្ងៃនេះលុយភាគរយត្រូវប្រគល់ឲ្យលីនយីទាំងអស់ហាមបាត់1រៀលព្រមជាមួយគ្នានេះសាខាហាងឡានឌីងសឹងមួយនេះនឹងត្រូវទិញយកទាំងស្រុងដោយក្រុមហ៊ុនឈីងធានចាប់ពីពេលនេះទៅកញ្ញាលីនយីនឹងឡើងកាន់តំណែងជាអ្នកគ្រប់គ្រងទូទៅនៃហាងឡានឌីងសឹងប្រចាំទីក្រុងនេះគូឈិននេះវាធំដុំពេកហើយខ្ញុំទទួលមិនបានទេហាជីវិតកូនប្រុសពុកគឺកូនជាអ្នកសង្គ្រោះកុំថាឡើយត្រឹមហាងមួយនេះថ្ងៃក្រោយសូម្បីតែខ្លួនវានិងទ្រព្យសម្បត្តិវាក៏ជារបស់កូនទាំងអស់ដែរបើវាហ៊ានធ្វើមិនល្អដាក់កូនពុកនឹងវាឲ្យទុកសាច់ម៉ងហាលីនយី4ឆ្នាំមុនអូនប្រាសាច់ជ្រូកក្មួយប្រអប់ជួយជីវិតបង4ឆ្នាំក្រោយពុកបងក៏បានហូបបាយប្រអប់អូនអស់កន្លះចានទៀតមើលទៅគ្រូសាតកោគូយើងគឺញៀននឹងសាច់ជ្រូករបស់អូនដកខ្លួនមិនរួចទេពុកបងក៏បានហូបបាយប្រអប់អូនអស់កន្លះចានទៀតមើលទៅគ្រូសាតកោគូយើងគឺញៀននឹងសាច់ជ្រូករបស់អូនដកខ្លួនមិនរួចទេ
ជីវិតនៅសល់វែងឆ្ងាយណាស់លោកស្រីគូតើអូនយល់ព្រមទទួលយកបងនិងពុកមនុស្សស្រីពីរនាក់នេះដែរឬទេខ្ញុំយល់ព្រមក្រុមហ៊ុនបងមានរឿងត្រូវដោះស្រាយបន្តិចបងត្រឡប់ទៅក្រុមហ៊ុនសិនហើយអូនចាត់ការរឿងក្នុងហាងនេះសិនចុះចាំជួបគ្នាពេលក្រោយចាស់បងទៅធ្វើការចុះអ្នកទាំងអស់គ្នាប្រមូលផ្ដុំគ្នានៅកណ្ដាលហាងជីវគូឈៀងវ៉ាងជីនកោនិងលីណាពួកគេត្រូវបានប្រធានស៊ូចេញបញ្ជាបិទផ្លូវរកស៊ីហើយអ្នកនៅសល់ខ្ញុំឲ្យឱកាសពួកអ្នកម្ដងអ្នកដែលចង់ធ្វើការនៅទីនេះបន្តឥឡូវនេះត្រូវទៅត្រាដែលហែកចោលអំបញ្ញមិញមកភ្ជាប់និងបញ្ចូលក្នុងប្រព័ន្ធវិញ%នឹងគិតជាប្រាក់រង្វាន់តាមស្តង់ដារខ្ពស់បំផុតរបស់ក្រុមហ៊ុនចែកជូនបុគ្គលិកថ្នាក់ក្រោមទាំងអស់ក្នុងហាងនេះដោយមិនរាប់បញ្ចូលផ្នែកលក់ទេអគ្គនាយកលីនចុះប្រាក់ភាគរយពួកយើងវិញអំបញ្ញមិញពួកអ្នកឯងមិនមែននិយាយការលុះរបស់ក្មេងហាត់ការគឺជាសមិទ្ធផលរួមទេតើមិនក៏ឥឡូវសមិទ្ធផលរួមលែងរាប់បញ្ចូលអញ្ចឹងអ្នកចង់នៅធ្វើការបន្ត